បាទបងប្អូនវីដេអូផ្សេងវីដេអូជាច្រើនគឺយើងបាននិយាយពីសកម្មភាពគម្រោងជាច្រើននៅរាជធានីភ្នំពេញប៉ុន្តែថ្ងៃនេះគឺយើងនាំពុកម៉ែបងប្អូនអរគ្នាមកទស្សនាគម្រោងដែលនៅភូមិភាគឦសានបាទភូមិភាគឦសាននោះគឺក្នុងខេត្តមណ្ឌលគិរីតែម្ដងដែលថ្ងៃទី11ខែមករាគឺក្រុមការងាររបស់ក្បាលយើងក៏បានចុះមកវាស់ទីតាំងជាក់ស្ដែងក៏ជាប្រឹក្សាជូនអតិថិជនហើយបន្ទាប់មកអតិថិជនក៏គាត់ confirm នៅក្នុងការដំឡើងក្រុមការងាររបស់ក្បាលយើងក៏បានមកដំឡើងជូនគាត់តែម្ដងហើយចំពោះទីតាំងរបស់អតិថិជនគឺគាត់ដំឡើងទាំងជាន់ផ្ទៃដីជាន់ទី1ហើយនិងជាន់ទី2សរុបហ្នឹងគឺជាង50ម៉ែត្រការ៉េដែលអតិថិជនគឺគាត់ជ្រើសរើសដំឡើងសំណាញ់ fixed slide ហើយនិងសំណាញ់ remote ស្វ័យប្រវត្តិនៅតាមទីតាំងបង្អួយរបស់គាត់ជាគោលបំណងរបស់អតិថិជនគឺគាត់ចង់ការពារជាមួយនឹងសត្វល្អិតដែលចូលរំខានទៅលើការរស់នៅរបស់គាត់ពិសេសតែម្ដងនោះគឺសត្វមូសដែលវាមិនត្រឹមតែរំខានទេគឺវាបង្កជំងឺគ្រោះថ្នាក់ដល់យើងបន្ថែមទៀតជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមឬក៏ជំងឺគ្រុនឈាកចឹងទៅហើយបន្ទាប់ពីដំឡើងហើយគឺយើងការពារបានទាំងសត្វល្អិតហើយខ្យល់បរិយាកាសខាងក្រៅនោះគឺចូលទៅលើគេឋានរបស់យើងបានធម្មតាវាអត់ប៉ះពាល់ទៅលើការរស់នៅរបស់យើងទេហើយមានអតិថិជនជាច្រើនគាត់តែងតែសួរថាតើក៏បានយើងទទួលតម្លើងតាមខេត្តដែរឬទេបាទចម្លើយនោះគឺយើងទទួលតម្លើងជូន25រាជធានីខេត្តក្រុងតែម្ដងអត់ប្រកាន់ថាតើតើនៅភ្នំពេញឬក៏តើនៅតាមបណ្ដាខេត្តដែលជាសាខាខាងក្បាលយើងអត់ទេណាពុកម៉ែបងប្អូនគឺយើងទទួលតម្លើង25រាជធានីខេត្តក្រុងតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការតម្លើងជាប្រភេទសណាញ់ការពារមូសនៅតាមទីតាំងទ្វារនៅតាមទីតាំងបង្អួចឬក៏ទីតាំងចលនាផ្សេងអាចសាកសួរព័ត៌មានបន្ថែមខាងក្បាលយើងបានបាទគឺយើងមានក្រុមការងារចាំប្រឹក្សាជូនបាទសូមអរគុណ